ទស្សនិកជននិងប្រិយមិត្តជាទីមេត្រីព្រឹកថ្ងៃទី11ខែមិថុនារួមជាមួយបេក្ខជនទូទាំងប្រទេសបេក្ខជនជាង750នាក់នៅកន្លែងប្រឡងចំណុះវិទ្យាល័យអាងបៀងក៏បានឈានចូលថ្ងៃប្រឡងដំបូងនៃពិធីប្រឡងបាក់ឌុបឆ្នាំសិក្សា2026ក្នុងបរិយាកាសស្ងៀមស្ងាត់សុវត្ថិភាពពោពេញទៅដោយការបដិញ្ញានិងស្របតាមបទបញ្ញត្តិនៅចំណុចប្រឡងវិទ្យាល័យអាងបៀងតាំងពីព្រឹកព្រលឹមទោះបីអាកាសធាតុភ្លៀងធំប៉ុន្តែបេក្ខជននិងអាណាព្យាបាលបានពាក់អាវភ្លៀងបាំងឆ័ត្រនាំបេក្ខជនមកកាន់មណ្ឌលប្រឡងបានគ្រប់គ្រាន់ចំម៉ោងកំណត់ដើម្បីចូលរួមប្រឡងក្នុងពិធីប្រឡងដ៏សំខាន់នេះនៅពីមុខសាលាកម្លាំងយុវជនស្ម័គ្រចិត្តក៏បានជួយបាំងឆ័ត្រនាំប្អូនៗទៅកាន់តំបន់ប្រឡងបានសុវត្ថិភាពរួមចំណែកសម្រាលការលំបាកដោយសារអាកាសធាតុបណ្ដាលឡើងឆ្នាំនេះនៅចំណុចប្រឡងវិទ្យាល័យអាងបៀងមានបេក្ខជនចូលរួមប្រឡងជាង750នាក់បានរៀបចំបន្ទប់ប្រឡងពេញសិទ្ធ32និងបន្ទប់ត្រៀមមួយសាលាក៏ត្រៀមបានល្អិតល្អន់អំពីមូលដ្ឋានសម្ភារៈឧបករណ៍ចាំបាច់និងបង្កលក្ខណៈងាយស្រួលសម្រាប់ពិធីប្រឡងបានស្ដែងឡើងយ៉ាងសុវត្ថិភាពមើងម៉ាត់ស្របតាមបញ្ញត្តិក្នុងបណ្ដាថ្ងៃប្រឡងបញ្ចប់ជាប់មាសសាលាក៏បានឃោសនាទី1បណ្ដាបទកំណត់នៃសារាចរណ៍ណែនាំលេខ22របស់ក្រសួងអប់រំនិងសាលាចរណ៍ណែនាំលេខ24របស់ក្រសួងអប់រំកំណត់អំពីការប្រឡងមធ្យមសិក្សាទុតិយភូមិហើយសាលាក៏បានផ្សព្វផ្សាយដែរក្រៅពីពិធីគោរពទង់ជាតិគ្រូប្រធានថ្នាក់នៃផែនថ្នាក់ទី12ហ្នឹងក៏មានឃោសនាបន្ថែមអំពីបទកំណត់ប្រឡងជាពិសេសទូរស័ព្ទដៃឧបករណ៍ស្ដាប់សំឡេងទីនេះទាំងនេះគឺជាសម្ភារៈហាមឃាត់ដាច់ខាតមិនឲ្យនាំយកចូលទៅក្នុងបន្ទប់ប្រឡងដែលក្រសួងអប់រំបានដាក់ចេញទន្ទឹមនឹងនោះកម្លាំងសម្ព័ន្ធយុវជនស្ម័គ្រចិត្តក៏វត្តមានតាំងពីព្រលឹមដើម្បីណែនាំបេក្ខជនទៅកាន់បន្ទប់ប្រឡងផ្ដល់ទឹកសុទ្ធនិងជំនួយករណីមួយចំនួនទៀតការធានាសន្តិសុខសណ្ដាប់ធ្នាប់ចរាចរណ៍នៅតំបន់ប្រឡងបានធានាព្រមៗគ្នាព្រឹកនេះពួកខ្ញុំបានជួយណែនាំបេក្ខជននានាអំពីស្មារតីនិងមានឲ្យទឹកពួកគាត់ផឹកដែរពិសេសនៅក្នុងការប្រឡងព្រឹកនេះមានភ្លៀងយ៉ាងធំពួកមិត្តយុវជនហ្នឹងក៏បានជួយបាំងឆ័ត្រឲ្យបេក្ខជននានាធ្វើដំណើរទៅកាន់បន្ទប់ប្រឡងដើម្បីពួកគាត់ធ្វើពេលប្រឡងឲ្យបានល្អបំផុតឆ្លងតាមសកម្មភាពទាំងនេះបងអូនឃើញថារីករាយនិងមានមោទនភាពខ្លាំងណាស់ចំពោះទង្វើស្ម័គ្រចិត្តរបស់ខ្លួនក្រោយពេលបញ្ចប់ការប្រឡងវិញ្ញាសាអក្សរសាស្ត្រជាវិញ្ញាសាដំបូងបេក្ខជនជាច្រើនចេញពីបន្ទប់ក្នុងស្មារតីរីករាយបេក្ខជនមួយចំនួនប្រាប់ឲ្យដឹងថាចំណេះដឹងទូទៅច្បាមជាប់នៅថ្នាក់ទី12ហេតុនោះបងប្អូនភាគច្រើនសុទ្ធតែធ្វើមេរៀនបានចំពោះមេប្រឡងអក្សរសាស្ត្រឆ្នាំនេះស្រណុកគ្រាន់បើដែរស្រណុកជាងកាលពីពិធីប្រឡងសាកល្បងមុននេះវាស្ថិតនៅក្នុងកម្មវិធីរៀនថ្នាក់ទី12ចាស់ជាងថ្នាក់ទី10និងថ្នាក់ទី11ហើយបងអូនក៏ធ្វើមេប្រឡងបានគ្រប់គ្រាន់អាចសម្រេចបាន70%ថ្ងៃប្រឡងដំបូងនៅចំណុចប្រឡងវិទ្យាល័យអាងបៀងបានប្រព្រឹត្តឡើងសុវត្ថិភាពមើងម៉ាត់និងស្របតាមបញ្ញត្តិថ្ងៃទី12ខែមិថុនាបេក្ខជននឹងប្រឡងវិញ្ញាសាជំរើសដោយសេរីទី1និងវិញ្ញាសាជំរើសដោយសេរីទី2ដែលរូបភាពប្រឡងធ្វើតេស្តក្នុងរយៈពេល50នាទីការត្រៀមបានម៉ត់ចត់របស់សាលារួមនឹងការបដិញ្ញារបស់បេក្ខជននឹងគ្រប់គ្នាជាឃើញគ្រឹះសម្រាប់ក្តីប្រាថ្នាចូលការប្រឡងមួយបានជោគជ័យនិងសម្រេចបានលទ្ធផលខ្ពស់